Ok, bàសួស្តីទាំងអស់គ្នាបាទស្វាគមន៍ទាំងអស់គ្នាបាទសាជាថ្មីម្ដងទៀតមកកាន់បាទវីដេអូមកជាមួយនឹងខ្ញុំបាទ David បាទថ្ងៃនេះគឺបាទមិនជៀសផុតពីបាទនៅក្នុងមុខវិជ្ជា Linux នោះទេបាទអញ្ចឹងថ្ងៃនេះគឺបន្តសិក្សាជាមួយនឹងLinux បន្តទៀតអញ្ចឹងអឺថ្ងៃនេះផងដែរយើងនឹងលើកយក topic តាក់ទងជាមួយនឹងការ add user ជាមួយនឹង group management អញ្ចឹងឥឡូវខ្ញុំចង់ដឹងថាឥឡូវខ្ញុំឈរនៅអឺ user អីអញ្ចឹង who am I បាទអញ្ចឹងគឺខ្ញុំបាទឈរនៅលើ user មួយឈ្មោះថា root ដែលជាបើយើងនិយាយពីលើ Windows គេហៅ administrator អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់អឺបាន user មួយខ្ញុំវាយមក user add IT ខ្ញុំដាក់ support ចុះ IT support អញ្ចឹងខ្ញុំបានបង្កើត ID user មួយឈ្មោះថា IT support អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដាក់ password ឲ្យuser ហ្នឹងយើងមកបាក់មកបាយមក pass wd ហើយយើងវាយឈ្មោះ user IT support បន្តមកទៀតយើងវាយ password អញ្ចឹង password គឺយើងត្រូវមានអក្សរតូចអក្សរធំជាមួយនឹងសញ្ញាផងដែរតែយើង re ម្ដងទៀតមកយើង confirm password អូខេឥឡូវនេះគឺបើយើងបាន successful ហើយតកតងជាមួយនឹងការបង្កើត user ឥឡូវយើង verify ID IT support អញ្ចឹងយើងបាន user ID មួយ1001ដែលមាន username IT support ហើយក្រុម ID របស់យើងគឺ1001ដែរអញ្ចឹងក្រុម ID របស់យើងជាទូទៅរាល់ user មួយដែលយើងបង្កើតឡើងនឹងបង្កើតបានទៅជាក្រុមមួយដែលជា default តែម្ដងគឺ IT support ដែលមានឈ្មោះដូចជាមួយនឹងឈ្មោះ user អញ្ចឹងនេះបើយើងមានហើយក្រុម IT support ក្រុមហ្នឹងណាឧទាហរណ៍ថាខ្ញុំចង់បាន user មួយទៀតយើង comment rel user add ខ្ញុំដាក់ computer science ដាក់ CS staff ឥឡូវខ្ញុំដាក់ CS staff អូខេខ្ញុំដាក់ password ជាមួយនឹង CS staff pass wd CS staff ដើម្បីយើងដាក់ password ឲ្យ user មួយហ្នឹងឥឡូវយើងវាយ password ដែល strong ដដែលមានអក្សរធំអក្សរតូចសញ្ញានិងលេខបាទ confirm password អូខេឥឡូវ successful យើងបើយើង check មើលម្ដងទៀតមកបាទ CS បាទ staff អូខេឥឡូវដូចខ្ញុំនិយាយអត់គឺក្រុមហ្នឹងគឺជា default នឹងបង្កើតបានទៅជាក្រុមមួយដែលមានឈ្មោះជាមួយនឹង user អញ្ចឹងយើងបាន user ចំនួន2ដែលយើងបង្កើតបានថ្មីអញ្ចឹងឥឡូវខ្ញុំសុំធ្វើការ clear មួយសិនអូខេឥឡូវ user យើងបង្កើតបានហើយអញ្ចឹងយើងចង់ដឹងថាវានឹង store នៅកន្លែងណាអញ្ចឹងជាធម្មតាយើងវាយមក cat etc ដែលជា directory សម្រាប់បន្ទុកនេះមក pass wd ឥឡូវនេះគឺ user ថ្មីបើយើងបាន2យើងមាន username x នេះគឺតំណាងឲ្យ password បាទនេះគឺ user ID នេះ group ID ចន្លោះនេះគឺគេហៅ description ប៉ុន្តែដោយសារតែក្នុង description យើងអត់មានទេឥឡូវយកទៀតថា IT support ខ្ញុំចង់ add description ឲ្យទៅសម្រាប់ user ហ្នឹងយើងចង់បញ្ជាក់ថា IT support ហ្នឹង support ខាងអីគេឥឡូវឧទាហរណ៍ថាខ្ញុំវាយមក user mode យើងដាក់មក -c បន្តមកទៀតយើង add description support I CS department អូខេយើងដាក់ឈ្មោះ user មកយើងចង់ដាក់ description ឲ្យ IT បាទ support ហើយយើង clear មួយអូខេយើងមើលម្ដងទៀតនេះឥឡូវនេះយើងបាន description សម្រាប់ user
IT support ហើយអញ្ចឹងគេមានថាគាត់ support ដែរតែ support ទៅកាន់department computer science អញ្ចឹងយើងលើកជាង clear មកអញ្ចឹងមានមួយទៀតដែរតើតងមួយshadow អញ្ចឹងកន្លែងនេះគឺគេ store ទុកជាមួយនឹង password អញ្ចឹងនេះគឺ user ដែលខ្ញុំបានបង្កើតតាំងពីដើមអើយមកយើងមានusername អានេះ password គេណាមក encrypt មកពេញនឹងបើមានថ្ងៃខែអីបើច្រើនណាបើយើងអាច research បើតាមនេះបានខ្ញុំអត់ចង់បញ្យល់កន្លែងនេះច្រើនទេហើយខ្ញុំសឹកកា clear មួយឥឡូវជំនាញបន្តទៀតអស់ពី user យើងឈានមកដល់ការធ្វើតកតងជាមួយនឹង group វិញម្ដងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់បាន group មួយបាទ group ខ្ញុំវាយមក group add មក IT ឲ្យយើងដាក់ CS ហើយបាទ CS ហើយយើងបាន group CS មួយបាទយើងចង់បាន group មួយទៀតយើងគួរតែវាយដាក់គេឥឡូវខ្ញុំដាក់ support ទៅណោះបាទយើងចេះដាក់សិនទៅអូខេឥឡូវខ្ញុំ clear ចោលបន្តមកទៀតយើងចង់ដឹង information តើgroup ហ្នឹងអាចបង្កើតបានជោគជ័យអត់យើងប្រើ command មួយឈ្មោះថា get 10បន្តមកទៀតយើងវាយពាក្យថា group ហើយយើង IT ជំមិញដូចជាត្រូវទេ support ឥឡូវខ្ញុំវាយខ្ញុំក៏ថាខ្ញុំវាយខុសមិញចំគោះក្បាលខ្ញុំអត់ហ្នឹងណោះគ្រប់ support ត្រូវជួយ IT ខ្ញុំដាក់ CA មិញគ្រប់ CA បាទអញ្ចឹងឥឡូវគ្រប់របស់យើងគឺត្រឹមត្រូវអស់ហើយយើងវាយគ្រប់ឈ្មោះគ្រប់ខុសហ្នឹងឯងអូយឈ្មោះខ្ញុំដល់កឥឡូវយើងចង់ add second group ទៅកាន់ user ណាមួយឧទាហរណ៍យើងវាយមក command line មួយឈ្មោះថា user ហើយឈ្មោះ command line user mode the -a g បន្តមកទៀតយើងចង់ add group ពីគេអូទៀតតែខ្ញុំចង់ add group IT បន្តមកទៀតខ្ញុំ assign ឲ្យ user ណាassign ឲ្យ user IT support group support ជឿខ្ញុំជុំឥឡូវជោគជ័យណាវាអត់បច្ចេកអីទេឥឡូវខ្ញុំចង់ add secondary ឲ្យទៅកាន់ user mode របស់យើងAG CS ហើយចុំ user មួយទៀតគេមិញ CS staff នេះវាអត់មកអត់កអញ្ចឹងមានវាត្រឹមត្រូវខ្ញុំចង់ផ្លេចឥឡូវយើង search CS ដើម្បីយើងចង់បញ្ជាក់ថាត្រូវអត់ព្រោះខ្ញុំវល់មិនចង់ផ្លេចឈ្មោះអូខេឥឡូវមកណាអញ្ចឹង user របស់យើងដែលជា user មាន username ថា UCS ដែលមាន default របស់វាគឺ group ID របស់វាហ្នឹងគឺ CS staff ដែលមានឈ្មោះដូចជាមួយនឹង user អញ្ចឹងយើងមើល group វាគឺ group ID 1002និង1003ដែល1002ហ្នឹងគឺឈ្មោះដូច user នេះ1003គឺយើងបាន assign ឲ្យមិញហ្នឹងឯងឥឡូវយើងមើល support វិញម្ដង IT support អូខេឥឡូវយើងបាន assign រួចរាល់សម្រាប់ការ assign secondary group ទៅឲ្យ user ណាអញ្ចឹងគឺតកតងជាមួយនឹងការ assign group គឺមាន comment ប៉ុណ្ណឹងឥឡូវយើងធ្វើការ clear ដើម្បីបន្តទៅមុខបន្តទៀតអញ្ចឹងឥឡូវយើងបាន assign secondary group ឲ្យឥឡូវខ្ញុំចង់ assign ជា primary group វិញខ្ញុំចង់ switch primary ឧទាហរណ៍ថាយើងមិញមាន ID CS
នេះយើងមាន CF staff នេះយើងមាន primary របស់វាគឺ CF staff ហ្នឹងឯងប៉ុន្តែយើងអត់ចង់បានទេចង់បានថ្មីយើងខ្ញុំ add ឲ្យទាំងពីរមកឥឡូវឧទាហរណ៍ថាខ្ញុំបង្កើតក្រុមមួយ add CS primary អូខេ CS primary យើងបង្កើតក្រុមមួយទៀតមកឈ្មោះថា IT primary Cycle standard ខ្ញុំសង្ស័យខ្ញុំបល់ទេណាខ្ញុំអត់ clear ឡើងនេះឡើង clear ហើយផ្លេចទៀតឥឡូវយើងចង់អាសាញគ្រប់យើងចង់ switch នេះ switch លបងនេះយើងចង់ switch លបងនេះឲ្យទៅជានេះយក CS primary គ្រប់ដែលយើងទៅបង្កើតថ្មីហ្នឹងសម្រាប់ឲ្យទៅជា primary វិញអញ្ចឹងមុននឹងទៅដល់ចំណុចមួយហ្នឹងយើងចង់ verify ថាវាហ្នឹងគឺបង្កើតបានជោគជ័យហើយ comment របស់យើង Getting Group CS Primary បាទយើងគឺបានសម្រេចចឹងយើងវាយមក user mode minus G យើងវាយ CS Primary យើងអាសាញទៅឲ្យ user មួយណាអញ្ចឹងឲ្យខ្ញុំអាសាញទៅឲ្យ user CS staff អូខេជោគជ័យយើង check ID ម្ដងទៀតឥឡូវនេះគឺនឹងធ្វើការផ្លាស់ប្ដូរទៅឲ្យជាបាទ CS primary វិញអញ្ចឹងខ្ញុំចង់នេះម្ដងមួយទៀតកន្លែងនេះខ្ញុំដាក់ IT support អូខេនេះខ្ញុំមក assign CS primary អត់ទេ IT primary IT support អញ្ចឹងយើងគឺការ verify មកតើត្រឹមត្រូវអត់ IT support អូខេឥឡូវនេះគឺរបស់យើងបានផ្លាស់ប្ដូរហើយ user ទាំងពីរហ្នឹងគឺបានផ្លាស់ប្ដូរជាមួយនឹង primary គ្រប់អស់ហើយអញ្ចឹងខ្ញុំសូមធ្វើការ clear មួយអូខេឥឡូវយើងបន្តទៅមុខបន្តិចទៀតតែទាំងឥឡូវខ្ញុំធ្វើការ switch សិនអញ្ចឹងយើងវាយមក SU ដកSU ហ្នឹងមាន SU ហ្នឹងមាន switch user ឥឡូវខ្ញុំចង់ទៅ CSបាទ staff អញ្ចឹងលក្ខណៈពិសេសរបស់ user root មួយគឺ switch ទៅកាន់ user every user គឺយើងអត់ត្រូវការ password ទេគឺយើងអាច switch ទៅបានដោយសេរីតែបើសិនជាពី user យើង access មកកាន់ user root គឺត្រូវការជាមួយនឹង password របស់ user root អញ្ចឹងឧទាហរណ៍កន្លែងនេះខ្ញុំមកដល់កន្លែងនេះខ្ញុំ make directory មួយខ្ញុំដាក់ថាCS directory អត់ទៅចុះខ្ញុំបង្កើត file មួយឈ្មោះថា CS ខ្ញុំដាក់ថាតូច CS file អញ្ចឹងយើងបាន file ចំនួន2អញ្ចឹងយើងធ្វើការមើល ls lookup មួយអូខេកន្លែងនេះឃើញយើងបង្កើតបាន file មួយសម្រាប់ user នេះបាទស្ថិតនៅក្រោម user CS staff ដែលនៅក្នុងក្រុម CS primary អញ្ចឹងកន្លែងនេះបើយើងខ្ញុំចង់បញ្ជាក់ទាំងអស់គ្នាថាបើសិនជាខ្ញុំអត់បាន switch ជាមួយនឹងក្រុម primary ទេអញ្ចឹងកន្លែងនេះគឺប្រកាសជាមានឈ្មោះ CS staff ហើយដោយសារអីកន្លែងនេះនឹងបង្ហាញឈ្មោះជា primary ក្រុមតែដោយសារតែយើងបានអាសាញជាមួយនឹង primary ថ្មីឲ្យគឺ CS primary ឥឡូវយើង exit មួយហើយទីទៀតខ្ញុំបង្កើត user មួយទៀតដែលខ្ញុំឧទាហរណ៍ឲ្យមើលខ្ញុំអត់មាន switch user ទេឥឡូវខ្ញុំឧទាហរណ៍ user មួយទៀតចុះIT IT support ហើយយើងចូលមកកាន់ IT support MK there IT there បើ comment tag ដើម្បីបង្កើត file
IT file ls /i l ជាស្រ័យ minus l អញ្ចឹងដូចខ្ញុំនិយាយអត់គឺកន្លែងនេះនឹងធ្វើការបង្ហាញជាមួយនឹងឈ្មោះគ្រប់ដែលជា primary គ្រប់របស់ user អញ្ចឹងយើងបានផ្លាស់ប្ដូរហើយអញ្ចឹងវានឹងចេញបែបនេះអញ្ចឹងខ្ញុំ exit មួយទៀតមកតទៅទៀតខ្ញុំបង្កើត user មួយថ្មីតេស្តអត់ទេខ្ញុំដាក់តេស្តចុះណាមក user តេស្តpass wd test យើងបាយមក password confirm password របស់យើងរួចរាល់អូខេឥឡូវខ្ញុំ su minus user test អូ su ui us អូខេហើយយើងមកកាន់កន្លែងនេះអត់ទេថាខ្ញុំ make directory មួយ test dir ចំដៃខ្ញុំថាវាយ keyboard ខលរហូតtouch test តែខាងលើតែខុសទៀតអត់អីបាក់ file អញ្ចឹង ls lookup របស់យើងមួយអញ្ចឹងកន្លែងនេះគឺប្រកាស 100% គឺនឹងដូចឈ្មោះជាមួយនឹង user ដែលស្អីគឺជា primary គ្រប់របស់ user test អញ្ចឹងកន្លែងនេះខ្ញុំខំចង់បញ្ជាក់ confirm មួយគ្នាយើងថាកន្លែងនេះគឺវាបែបហ្នឹងអញ្ចឹងណាអូខេឥឡូវខ្ញុំធ្វើការ clear វាមួយសិនអូខេអូបាទសង្ស័យមិញវីដេអូមើលឃើញខ្ញុំសុំ bridge សិនអូខេឥឡូវខ្ញុំ bridge ឲ្យរៀងធំតិចដោយសារមិញខ្ញុំភ្លេចមើលទៅក៏វាយ comment ហួសបើវីដេអូដែលខ្ញុំថាខ្ញុំ crop វាខ្ញុំថតcrop វាអូខេឥឡូវនេះយើងបន្តចំណុចចុងក្រោយរបស់យើងនឹងធ្វើការ assign ជាមួយនឹងuser សម្រាប់ឲ្យ user ហ្នឹងគឺគាត់អាចមានសិទ្ធដូចទៅនឹង user root ដែរឬមួយក៏ Windows គេហៅ administrator ខ្ញុំ exit មួយមកកាន់ user root វិញអញ្ចឹងយើងមុននឹងបញ្ជាក់យើងមើលកន្លែងនេះយើង root ទេណាឥឡូវយើងចង់ដឹងមួយ root មែនអត់ហើយមក who am I បាទយើងបញ្ជាក់មកគឺនៅក្នុង user root ឥឡូវយើងប្រើ command មួយដើម្បីបញ្ជាក់ថាឲ្យយើងដើម្បី switch ជាមួយនឹង user ណាមួយដើម្បីឲ្យខ្លាចទៅជាទូនាទីរបស់គាត់គឺស្មើជាមួយនឹង root អញ្ចឹងឲ្យយើងវាយមកជាមួយនឹងការប្រើប្រាស់ command line មួយដែលមានយើងតែងប្រើឲ្យ user mode ហ្នឹងឯង user mode យើងវាយមក minus a g បន្តមកទៀតហើយយើងវាយ sudo ហើយយើងវាយជាមួយនឹងឈ្មោះ user ដែលយើងចង់ឲ្យទៅជា root អញ្ចឹងកន្លែងនេះគឺគេដាក់ not found អញ្ចឹងបើយើង not found មានន័យថា sudo បើយើងអត់ទាន់មានទេយើងអត់ទាន់បាន install អញ្ចឹងយើងដូរមក command អីគេបើ will អញ្ចឹងកន្លែងនេះគឺបានជោគជ័យប៉ុណ្ណឹងឯងអញ្ចឹងដើម្បីប្រកាសថាបើយើងជោគជ័យយើង su it support អូផ្លេចដាក់ minor អូខេឥឡូវនេះយើងបញ្ជាក់បាន log in ហើយគឺនេះបើយើងវាយ comment មក who am I គឺ IT support ដែរអញ្ចឹងយើងមិនយើងដូរប្រើ comment ផ្សេងមកយើងវាយមកបើយើងវាយ who am I វាចេញជាឈ្មោះ user ធម្មតាអញ្ចឹងយើងវាយមក sudo who am I បាទចេញមកយើងវាយ password មកហើយយើងបានបង្កើតដើម្បីបញ្ជាក់ពីទូនាទីរបស់យើងអញ្ចឹងគឺ user root អូខេអរគុណអ្នកទាំងអស់គ្នាច្រើនមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះបាទជំរាបខ្ញុំបាទដាវីតតាំងពីដើមរហូតដល់ចប់អរគុណច្រើនយើងនឹងជួបគ្នាជាមួយនឹងវីដេអូក្រោយនៅមុខវិជ្ជា Linux ឬមួយក៏អាចនឹងមុខវិជ្ជាផ្សេងៗទៀតអរគុណច្រើន